ទទួលស្គាល់និងទទួលយកការដែលចង់បញ្ជាខួរក្បាលឲ្យឈប់គិតពីរឿងដែលយើងចង់បំភ្លេចចោលវាមិនខុសពីការចង់បញ្ជាបេះដូងឲ្យឈប់លោតនៅខណៈដែលយើងត្រូវការដង្ហើមដកនោះទេផ្នែកខ្លះនៃរាងកាយគឺយើងអាចបញ្ជាបានប៉ុន្តែផ្នែកខ្លះទៀតវាដំណើរការទៅដោយគ្មានការបញ្ជាពីយើងព្រោះវាហួសពីការគ្រប់គ្រងបានយើងអាចបញ្ជាការលើកដៃឡើងទម្លាក់ដៃចុះងាកមុខឈានជើងទៅមុខឬថយក្រោយតែយើងបញ្ជាបេះដូងមិនឲ្យលោតគឺមិនបានបញ្ជាដង្ហើមមិនឲ្យដកគឺមិនបានបញ្ជាប្រព័ន្ធឈាមឲ្យឈប់ដំណើរការគឺធ្វើមិនបានរឿងនេះបើប្រៀបធៀបមកជីវិតយើងវិញមានរឿងខ្លះវាលើសពីការគ្រប់គ្រងរបស់យើងដូច្នេះការសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្ដែងពេលខ្លះវាជាជម្រើសដែលល្អបំផុតព្រោះការដែលប្រឆាំងនឹងឬដែលមិនអាចទៅរួចវាមានតែផ្លូវស្លាប់ប៉ុណ្ណោះរឿងដែលសំខាន់គឺមិនមែនជាការដែលត្រូវព្យាយាមបំភ្លេចឆាកជីវិតដែលយើងមិនចង់បានចោលនោះទេតែគឺការទទួលស្គាល់ថាជីវិតយើងបានឆ្លងកាត់រឿងនោះពិតមែនហើយក៏អរគុណដែលយ៉ាងហោចណាស់យើងមានឱកាសបានឆ្លងកាត់ការពិសោធន៍ដោយខ្លួនឯងចំពោះការឆ្លងកាត់វាព្រោះមិនមែនមនុស្សគ្រប់គ្នាដែលឈរនៅទីនេះសុទ្ធតែមានឱកាសបានភ្លក់រសជាតិជីវិតឬអារម្មណ៍ដូចគ្នានោះឡើយមិនថាជីវិតឆ្លងកាត់ស្ថានភាពលំបាកបែបណាក៏ដោយអ្វីដែលត្រូវយកជាប់ទៅជាមួយនោះគឺការអត់ធ្មត់ក្នុងជីវិតនេះខ្ញុំស្គាល់ពាក្យអត់ធ្មត់នេះច្បាស់ជាងគេពីព្រោះហេតុអ្វីគឺព្រោះថាជីវិតដែលខ្ញុំឆ្លងកាត់មុខនេះវាចេះជំរុញឲ្យខ្ញុំរៀនស្គាល់ពាក្យនេះច្រើនបំផុតជាពិសេសគឺស្ថានភាពលំបាកលំបិនភាពតល់ច្រកនៃជីវិតនិងការដែលបាត់បង់លំនឹងជីវិតខ្ញុំរៀនបានច្រើនបំផុតពីអតីតកាលដែលខ្ញុំបានហែលឆ្លងកន្លងមកប៉ុន្តែរឿងទាំងអស់នោះក៏ត្រូវធ្វើឲ្យខ្ញុំលះបង់ច្រើនមិនជាធម្មតាដែរ